សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំវីរៈជាអ្នកចិត្តសាស្ត្រហើយក៏ជាអ្នកឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្តចឹងថ្ងៃនេះយើងចង់ស្វែងយល់ជាមួយគ្នាអំពីអ្វីទៅជាសុខភាពផ្លូវចិត្តហើយនេះជាសំណួរដែលបងប្អូនយើងជាច្រើនបានសួរហើយបងប្អូនមួយចំនួនក៏គាត់មិនសួរទេប៉ុន្តែគាត់ទុកឲ្យគេសួរឲ្យគាត់បានស្ដាប់ដែរអត់អីទេមួយណាក៏បានហើយអញ្ចឹងដើម្បីជាប្រយោជន៍សម្រាប់បងប្អូនពេលខ្លះបងប្អូនបានស្ដាប់ពីការចែករំលែកជាច្រើនតាក់ទងនឹងសុខភាពផ្លូវចិត្តរឿងខ្លះក៏មានលក្ខណៈស៊ីជម្រៅស្មុគស្មាញមានលក្ខណៈបច្ចេកទេសច្រើនអញ្ចឹងអ្វីដែលយើងចង់ចែករំលែកថ្ងៃនេះយើងចង់ចែករំលែកជារបៀបសាមញ្ញដើម្បីឲ្យបងប្អូនងាយក្នុងការស្វែងយល់ឬក៏ឆ្លុះបញ្ចាំងអំពីឋានភាពផ្ទាល់ខ្លួនឬក៏មានគោលបំណងចង់រៀនឬក៏ស្វែងយល់អំពីសុខភាពផ្លូវចិត្តចាប់ផ្ដើមពីមូលដ្ឋានទៅពីរឿងសាមញ្ញទៅអញ្ចឹងឆ្លើយតបជាមួយនឹងសំណួរថាអ្វីជាសុខភាពផ្លូវចិត្តបើយើងមើលពាក្យថាសុខភាពផ្លូវចិត្តជាភាសាខ្មែរមានពាក្យសុខភាពណាហើយនឹងផ្លូវចិត្តណាអញ្ចឹងបើក្នុងន័យរួមមានន័យថាសំដៅទៅលើល្អហើយណាសុខភាពសុខៈល្អអញ្ចឹងបើពាក្យទាំងមូលតែម្ដងគឺមានន័យថាសុខភាពផ្លូវចិត្តគឺសំដៅទៅលើសុខភាពផ្លូវចិត្តល្អហើយមានការវាតម្លៃមានរបៀបវាស់វែងប៉ាន់ប្រមាណផ្សេងដើម្បីយើងអាចដឹងថាតើយើងមានសុខភាពផ្លូវចិត្តល្អឬមួយក៏មានសុខភាពផ្លូវចិត្តមិនល្អដែលបងប្អូនមួយចំនួនដែលគាត់បានសួរហ្នឹងគាត់ចង់ដឹងថាតើធ្វើម៉េចបានគាត់អាចដឹងថាសុខភាពផ្លូវចិត្តរបស់គាត់រាល់ថ្ងៃហ្នឹងល្អឬក៏មិនល្អហើយអ្វីដែលយើងចង់ចែករំលែកគឺយើងចង់ចែករំលែករបៀបសាមញ្ញមួយដែលបងប្អូនអាចយកទៅឆ្លោះបញ្ចាំងឬក៏ស្វែងយល់ដោយខ្លួនឯងដោយមិនចាំបាច់ទៅជួបឬក៏ណាត់ជាមួយអ្នកជំនាញអ្នកឯកទេសឬក៏អ្នកព្យាបាលទេអញ្ចឹងការវាស់វែងឬក៏ការវាយតម្លៃតាមរបៀបសាមញ្ញដែលបងប្អូនអាចពិនិត្យមើលពីឋានភាពផ្លូវចិត្តខ្លួនឯងបានហ្នឹងគឺយើងអាចផ្អែកទៅលើការបញ្ជាក់របស់អង្គការសុខភាពពិភពលោកអំពីសុខភាពផ្លូវចិត្តល្អរបស់បុគ្គលម្នាក់តើផ្អែកទៅលើអីអញ្ចឹងយើងអាចពិនិត្យទៅលើចំណុច4បើបងប្អូនចង់ដឹងថាតើសុខភាពផ្លូវចិត្តរបស់ខ្លួនឯងល្អពេញលេញហើយឬក៏មិនទាន់ទេអញ្ចឹងបងប្អូនអាចឆ្លុះបញ្ចាំងឬក៏ស្វែងយល់ទៅលើលក្ខខណ្ឌ4ទី1បងប្អូនអាចឆ្លុះបញ្ចាំងខ្លួនឯងមើលថាបងប្អូនដឹងឬក៏ស្គាល់ពីសក្តានុពលពីសមត្ថភាពពីលទ្ធភាពពីជំនាញពីទេពកោសល្យរបស់ខ្លួនឯងអ្វីដែលយើងធ្វើបានអ្វីដែលយើងធ្វើកើតអ្វីដែលយើងដោះស្រាយបានហើយអ្វីដែលយើងធ្វើមិនបានអ្វីដែលយើងធ្វើមិនកើតបណ្ណាយើងធ្វើកើតបណ្ណាយើងធ្វើមិនកើតអានឹងបានន័យថាយើងកំពុងតែដឹងហើយនឹងស្គាល់អំពីសក្តានុពលរបស់ខ្លួនឯងអញ្ចឹងអានេះជាចំណុចមួយក្នុងចំណោមចំណុចទាំង4ក្នុងការវាស់វែងអំពីឋានភាពឬក៏សុខភាពផ្លូវចិត្តផ្ទាល់ខ្លួនណាអញ្ចឹងចំណុចទី2បងប្អូនអាចពិនិត្យមើលថាតើបងប្អូនអាចដោះស្រាយភាពតានតឹងនៃការរស់នៅប្រចាំថ្ងៃបានប៉ុណ្ណាអញ្ចឹងបើសិនជា
បងប្អូនអាចដោះស្រាយភាពតានតឹងប្រចាំថ្ងៃឬក៏ stress ហ្នឹងន័យហៅថា stress នឹងបានជាប្រចាំថ្ងៃមានន័យថាក៏បញ្ជាក់ពីសមត្ថភាពឬក៏សក្តានុពលនៃសុខភាពផ្លូវចិត្តរបស់បងប្អូនដែរបងប្អូនត្រូវចាំថាសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ដែលតទល់ជាមួយនឹងភាពតានតឹងឬក៏ stress ហ្នឹងវាអត់ដូចគ្នាទេប៉ុន្តែសំខាន់យើងត្រូវតែទទួលស្គាល់ថាមនុស្សម្នាក់រស់នៅប្រចាំថ្ងៃអ្នកណាក៏មាន stress ដែរអ្នកណាក៏មានភាពតានតឹងដែរឲ្យតែយើងជាមនុស្សពីព្រោះគ្រាន់តែបើកភ្នែកព្រឹកឡើងគឺយើងមាន stress មានភាពតានតឹងជួបរឿងនេះជួបរឿងនោះប្រឈមនឹងបញ្ហានេះប្រឈមនឹងបញ្ហានោះអញ្ចឹងបើសិនជាដំណោះស្រាយឬក៏វិធីសាស្ត្រយុទ្ធសាស្ត្ររបស់បងប្អូនអាចដោះស្រាយបានប៉ុណ្ណាក៏វាជាផ្នែកមួយចំណែកមួយក្នុងការដែលបងប្អូនអាចវាស់វែងអំពីសមត្ថភាពឬក៏កម្រិតនៃសុខភាពផ្លូវចិត្តរបស់បងប្អូនបើដោះបានកាន់តែច្រើនstress របស់យើងមិនន័យថាសុខភាពផ្លូវចិត្តយើងល្អហើយมันអាចដោះស្រាយ stress ឬក៏ភាពតានតឹងរបស់យើងបានហើយចំណុចទី3គឺអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពហើយនឹងមានលទ្ធផលល្អណាអញ្ចឹងបងប្អូនអាចសង្កេតឬក៏កត់សម្គាល់ពីប្រសិទ្ធភាពប្រសិទ្ធផលការងារប្រចាំថ្ងៃទោះបីជាអ្នកធ្វើការងារនៅផ្ទះក៏ដោយឬក៏ការងារនៅកន្លែងធ្វើការនៅក្រុមហ៊ុនឬក៏នៅឯណាក៏ដោយបងប្អូនអាចវាស់វែងមើលថាតើការងារហ្នឹងវាមានប្រសិទ្ធភាពអត់បើសិនជាឃើញមានប្រសិទ្ធភាពមានផ្លែមានផ្កាជាទីពេញចិត្តរបស់យើងមានន័យថាសុខភាពផ្លូវចិត្តរបស់យើងនៅល្អណានៅល្អពេញលេញដែលមានបងប្អូនយើងខ្លះគាត់ក៏ធ្លាប់មើលឃើញឬក៏មានការត្អូញត្អែរធ្វើការងារមួយថ្ងៃអត់មានឃើញសាច់ការឃើញមានផ្លែផ្កាធ្វើការងារមួយអាទិត្យដូចជាអត់មានផ្លែផ្កាមានសាច់ការនោះក៏សល់បញ្ជាក់អំពីកម្រិតនៃសុខភាពផ្លូវចិត្តរបស់យើងអាចថាកំពុងតែប្រឈមឬក៏កំពុងតែមានការរំខានអីដែលធ្វើឲ្យប្រសិទ្ធភាពការងាររបស់យើងធ្លាក់ចុះហើយនឹងចំណុចទី4គឺចំណុចចុងក្រោយគឺនិយាយអំពីសមត្ថភាពឬមួយក៏ការចូលរួមនៅក្នុងសកម្មភាពសង្គមបើបងប្អូនអាចកត់សម្គាល់អាចដឹងថាមួយរយៈថ្មីនេះឬមួយក៏ជាប្រចាំថ្ងៃបងប្អូននៅតែបន្តចូលរួមសកម្មភាពសង្គមជាប្រចាំរីករាយនឹងសកម្មភាពក្នុងសង្គមធ្វើការជាមួយគេជាមួយឯងនិយាយទំនាក់ទំនងឬក៏ជាមួយគេជាមួយឯងទេមានន័យថានេះក៏ជាផ្នែកមួយនៃការវាស់វែងអំពីកម្រិតនៃឋានភាពសុខភាពផ្លូវចិត្តរបស់យើងដែរតែបើសិនតែយើងឧទាហរណ៍ថាបងប្អូនខ្លះគាត់ចាប់ផ្ដើមធុញថប់ជាមួយនឹងការចូលរួមជាមួយសង្គមមិនចង់ទៅហូបការមិនចង់ទៅចូលរួមបុណ្យមិនចង់ទៅធ្វើអីជាមួយអ្នកដទៃធុញថប់ចង់តែនៅតែឯងចង់តែនៅដាច់ពីគេបានន័យថាឋានភាពផ្លូវចិត្តរបស់យើងអាចប្រហែលជាកំពុងតែប្រឈមជាមួយនឹងបញ្ហាអីដែលវាធ្វើឲ្យវាមិនបានពេញលេញដូចការកំណត់លក្ខខណ្ឌជាទូទៅរបស់អ្នកជំនាញឬក៏ស្ថាប័នជំនាញទាក់ទងនឹងសុខភាពផ្លូវចិត្តទេអញ្ចឹងជាសរុបមកវិញដើម្បីអាចវាស់វែងពីឋានភាពសុខភាពផ្លូវចិត្តរបស់បងប្អូនត្រូវពិនិត្យមើលចំណុច3របស់ខ្លួនឯងទី1ការដឹងការស្គាល់ពីសក្តានុពលរបស់ខ្លួនទី2គឺការគ្រប់គ្រងភាពតានតឹងប្រចាំថ្ងៃបានឬក៏អត់ទី3គឺការបំពេញការងារប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលធ្វើការងារបានលទ្ធផលច្រើនហើយនឹងទី4ការចូលរួមសកម្មភាពសង្គមបើសិនជា4ហ្នឹងបងប្អូនមើលឃើញថាខ្លួនឯងបំពេញការងារឬក៏នៅតែសកម្មនៅតែបានល្អទេមានន័យថាបងប្អូនកំពុងតែមានសុខភាពផ្លូវចិត្តល្អនេះជាការវិតម្លៃទូទៅមួយដែលបងប្អូនអាចឆ្លោះបញ្ចាំងឬក៏គិតសាមញ្ញទៅបងប្អូនអាចវាស់ដឹងថាប្រហែលក្នុងចំណោមពី1ដល់10សុខភាពផ្លូវចិត្តបងប្អូនអាចនៅត្រឹមលេខប្រហែលលេខ8លេខ9លេខ7អីចឹងទៅណា
ប៉ុន្តែចង់បញ្ជាក់ជូនបងប្អូនដែរអំពីការវាស់វែងហ្នឹងជៀសវាងបងប្អូនអាចគិតថាចុះបើសិនជាជាក់ស្ដែងបងប្អូនអត់មានចំណុចទី1ចំណុចទី2ទី3ឬក៏ទី4អញ្ចឹងបងប្អូនអាចគិតថាប្រហែលជាមានជំងឺផ្លូវចិត្តបើសិនជាអត់មានណាមួយជាងកន្លែងនេះក៏ចង់បញ្ជាក់ជូនបងប្អូនដែរមិនមែនមានន័យថាអត់មួយណាក្នុងចំណោមទាំង4ហ្នឹងឬក៏អត់ទាំង3ឬក៏អត់ទាំង4ហ្នឹងបងប្អូនមានជំងឺផ្លូវចិត្តគឺអត់ទេណាបញ្ជាក់ជាមួយគ្នាច្បាស់ណាពីព្រោះអីពីព្រោះលក្ខខណ្ឌដែលបញ្ជាក់ឬក៏លក្ខខណ្ឌវាតម្លៃឬធ្វើរោគសញ្ញាថាបងប្អូនមានជំងឺផ្លូវចិត្តមិនមែនគ្រាន់តែបងប្អូនគិតអញ្ចឹងឆ្លុះបញ្ចាំងអញ្ចឹងអាចដឹងតែខ្លួនឯងមានជំងឺផ្លូវចិត្តអត់ទេតើបងប្អូនទៅជួបអ្នកឯកទេសអ្នកជំនាញដែលមានបទពិសោធន៍ហើយនឹងទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រឹមត្រូវគេធ្វើរោគវិនិច្ឆ័យវាតម្លៃប៉ាន់ប្រមាណយើងទៅចំណាយពេលចំណាយជួបគ្នាច្រើនដងបានអាចធ្វើការវាតម្លៃបានជៀសវាងយើងគិតតែខ្លួនយើងហើយធ្វើឲ្យយើងមានការរើសអើងជាមួយនឹងខ្លួនឯងហើយទាំងដែលវាអត់ត្រឹមត្រូវតាមបច្ចេកទេសអញ្ចឹងអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់សម្រាប់ប្រធានបទថ្ងៃនេះហើយបើបងប្អូនមានសំណួរឬមួយក៏មានចម្ងល់តាក់ទងនឹងសុខភាពផ្លូវចិត្តបងប្អូនអាចផ្ញើសំណួរមកពួកយើងហើយពួកយើងនឹងឆ្លើយជូនតាមលំដាប់លំដោយអញ្ចឹងអរគុណច្រើនជម្រាបលាអរគុណ